ហេតុអីបានជាអ្នកគ្រូគិតថាការព្យាបាលស្បែកមុខនេះវាចាត់ទុកជាផ្នែកមួយនៅក្នុងការពង្រឹងគុណភាពនៃការរស់នៅរបស់គាត់យើងហៅថា quality of life ឧទាហរណ៍ថាគាត់ឡើងចង់ស្អាតពេកចៃដន្យអីគាត់ជ្រើសរើសយកការទៅធ្វើសេវាឬទៅទទួលសេវាហ្នឹងនៅកន្លែងដែលมันមានការប្រឹក្សាច្បាស់លាស់គេអត់បានខ្វល់ថាអូនឯងគួរចាយអត់ទេលុយហ្នឹងគេបានជួយគិតទេខ្ញុំជឿថាអូនក៏ធ្លាប់មានចំណុចហ្នឹងដែរខ្ញុំមានលុយក្នុងការចាយទៅរកសេវាស្អាតចាខ្ញុំត្រូវការជ្រើសរើសរកមើលគ្រូពេទ្យណាដែលគិតថាអាចជួយឲ្យខ្ញុំស្អាតបានផលិតចាចុះអូនមានធ្លាប់គិតទេថាតើខ្ញុំជាគ្រូពេទ្យធ្លាប់ចង់ select patient ខ្លួនឯងអត់តែធ្លាប់គិតថាគ្រូពេទ្យអាចមានអាហ្នឹងអត់អាចគិតបន្តិចដែរប៉ុន្តែពីខ្ញុំទៅវិញណានិយាយស្មោះត្រង់មកខ្ញុំគិតថាគេរើសដែរប៉ុន្តែក្នុងកម្រិតមួយដែលថាមិនមែនរើសចម្រាញ់យកពេកទេព្រោះមែនតើទៅគោលដៅប្រហែលជាគាត់គ្រាន់តែចង់ make profit ទេនៅក្នុងការព្យាបាលបញ្ហាស្បែកមុខតើរវាងចំណេះដឹងបច្ចេកទេសជាមួយនឹងបទពិសោធន៍មួយណាមានសារៈសំខាន់ជាងគេសម្រាប់ខ្ញុំណាទាំង3ហ្នឹងគឺខ្ញុំឲ្យតម្លៃវាស្មើគ្នាសំខាន់ដូចគ្នាចា៎ចំណេះដឹងខ្ញុំរាប់ថាគឺជាការដែលយើងទៅរៀនសូត្រយករូបមន្តយក map យកត្រីវិស័យពីសាលាមកចា៎ហើយបច្ចេកទេសគឺជាការដែលយើងចោះអនុវត្តនៅពេលដែលយើងរៀនចេះ map រូបមន្តឬក៏ស្គាល់ផ្លូវដើរស្គាល់ត្រីវិស័យចា៎ដែលឡែកបទពិសោធន៍គឺជាអ្វីដែលយើងច្នៃបង្កើតបាននៅកំឡុងពេលដែលយើងកំពុងដើរលើអា map ត្រីវិស័យដែលយើងយកចំណេះជំនាញមកប្រើហ្នឹងចា៎អញ្ចឹង3ហ្នឹងសម្រាប់ខ្ញុំខ្វះមួយណាក៏អត់បានដែរព្រោះមិនមែនគ្រប់ការព្យាបាលបញ្ហាស្បែកទាំងអស់មិនមែនគ្រប់ស្ថានភាពទាំងអស់យើងត្រូវដើរលើផ្លូវតែមួយទេយើងត្រូវតែបត់បែនយើងដាក់គោលដៅដើរផ្លូវត្រង់ប៉ុន្តែនៅកំឡុងពេលដែលយើងដើរផ្លូវត្រង់ហ្នឹងយើងអាចនឹងជួបគ្រោះជួបកលុកជួបផ្លូវលិចទឹកជួបពេលភ្លៀងជួបពេលថ្ងៃក្តៅខ្លាំងអញ្ចឹងយើងច្បាស់ជាត្រូវការបាំងឆាតត្រូវការជិះឡានជិះអតេះចម្លងផុកឬក៏ធ្វើរឿងផ្សេងទៀតច្រើនបានយើងអាចដើរទៅដល់អាគោលដៅមួយហ្នឹងបានអញ្ចឹងចំណេះដឹងក៏ត្រូវការបច្ចេកទេសក៏ត្រូវតែចេះបទពិសោធន៍ក៏ត្រូវតែមានចាអ្នកគ្រូផ្អែកទៅលើចំណុចសំខាន់ទាំង3នេះក្នុងករណីថាអតិថិជនមកទទួលសេវាកម្មពីអ្នកគ្រូហើយគាត់ចង់ទទួលបានការព្យាបាលនឹងលឿនឧទាហរណ៍ថាគាត់មានការងារចាំបាច់ត្រូវធ្វើមានកម្មវិធីសំខាន់ត្រូវចូលរួមអញ្ចឹងនិយាយសួរស្ដាប់ថាគាត់ចង់ស្អាតលឿនណាអញ្ចឹងតើអ្នកគ្រូត្រូវប្រើប្រាស់ទាំងបច្ចេកទេសទាំងចំណេះដឹងទាំងបទពិសោធន៍នឹងយ៉ាងម៉េចដើម្បីឲ្យត្រូវតាមតម្រូវការគាត់ឬមួយក៏អ្នកគ្រូជ្រើសរើសឆ្លើយតបទៅគាត់យ៉ាងម៉េចដែរអាហ្នឹងខ្ញុំមានចម្លើយ2ចាបើសិនជាខ្ញុំ first look ខ្ញុំក៏លេខមើលមកខ្ញុំឃើញថា condition ស្បែកគាត់ហ្នឹងខ្ញុំអាចច្នៃអាប្រើ3មិញចូលគ្នាឲ្យលឿនបានខ្ញុំនឹងប្រាប់គាត់ថាអូខេខ្ញុំអាចទៅរួចខ្ញុំអាចជួយបាននៅក្នុងស្ថានភាពហ្នឹងចាតែបើសិនជា condition អ្នកដែលគាត់មកជួបខ្ញុំហ្នឹងវារៀងយ៉ាប់ទៅហើយវារៀងច្រើនពេកទៅហើយពេលវេលាគាត់ឲ្យខ្ញុំហ្នឹងវាខ្លីពេកទៅហើយចាខ្ញុំមិនអាចជប់គាត់បានទេខ្ញុំមានតែប្រាប់គាត់ថាបើសិនជាពេលវេលាខ្លីបែបនេះបញ្ហាច្រើនបែបនេះខ្ញុំអត់មានសមត្ថភាពដោះទេព្រោះខ្ញុំសារភាពថាខ្ញុំមិនអាចចេះតែធ្វើបានគ្រប់រឿងឡើយមនុស្សយើងគឺមាន limit អញ្ចឹងឧទាហរណ៍ថាបើសិនជាគាត់ជាម្នាក់ដែលត្រៀមទៅកម្មវិធីចោះថាកូនកំមុំចាគាត់ចិត្តដល់ថ្ងៃពិសេសហ៎គាត់មកហ្នឹងស្បែកគាត់អត់អីទេគ្រាន់តែស្ងួតខានបានថែយូរមានមុនតិចតួចមានស្នាមតិចតួចអូខេគាត់ថា3ខែទៀតខ្ញុំធ្វើគាត់បានខ្ញុំជួយគាត់បានចាយើងបត់បែនទៅយើងផ្លាស់ប្ដូរទៅយើងច្នៃទៅយើងប្រឹងគាត់ទៅបានតែបើស្រាប់តែចៃដន្យនេះលេងគាត់មានបញ្ហាខ្មោចរួចខ្មោចជាទូទៅចាប់ពី1ឆ្នាំឡើងទៅថាចំណាយពេលយូរមានន័យថាគាត់កើតរោគខ្មោចហ្នឹងជាទូទៅយើងដែលអ្នកដែលគាត់កើតខ្មោចហ្នឹងមកជាទូទៅចេញអាខ្មោចច្បាស់ហ្នឹងគឺចាប់ពី1ឆ្នាំឡើងទៅជំងឺហ្នឹងនៅមួយគាត់1ឆ្នាំរួចហើយអូបែបហ្នឹងអញ្ចឹងអ្នកខ្លះដល់3 4 5 10ឆ្នាំក៏មានដែរចុះកើតតាំងពីក្មេងយើងវ័យច្រើនមិនយើងដល់ពេលយើងមានគូត្រូវអត់ហើយពីក្មេងមានបានព្យាបាលណាចិត្តដល់ថ្ងៃពិសេសបានចង់មកដោះស្រាយខ្មោចហើយមានពេលប៉ុណ្ណឹងខែដូចគ្នាឲ្យខ្ញុំខ្ញុំគិតថាអូនឯងជ្រើសរើសយកវិធីឲ្យជាងសំអាងនឹងឆ្នៃតិចទៅខ្ញុំឆ្នៃមិនរួចទេព្រោះពេលវាខ្លីពេកអញ្ចឹងអាការដែលយើងប្រាប់ការពិតប្រាប់ត្រង់ហើយមើលបញ្ហាជាក់ស្ដែងហ្នឹងសំខាន់ចាភ្ជាប់ជាមួយនឹងសំណួរនឹងដែរសម្រាប់អ្នកគ្រូតើការដែលយើងដឹងថាគួរឬក៏មិនគួរទទួលព្យាបាលឲ្យទៅអតិថិជននេះវាសំខាន់សម្រាប់ទាំងសុវត្ថិភាពរបស់អតិថិជនផ្ទាល់ក៏ដូចជាសម្រាប់អ្នកគ្រូផ្ទាល់យ៉ាងម៉េចដែរពិតជាសំខាន់ខ្លាំងព្រោះពាក្យថាគួរឬមិនគួរឥឡូវខ្ញុំឧទាហរណ៍ឲ្យស្រួលស្ដាប់មួយគឺជាសេវាកម្មដែលកំពុងពេញនិយមដែរគឺការចាក់បំពេញក្រោមភ្នែកឧទាហរណ៍ណាគាត់មានបញ្ហាស្លក់ដក់ខ្មៅក្រោមភ្នែកគាត់គឺជាមនុស្សមួយដែលស្ថិតនៅក្នុងវ័យគេហៅពេញវឌ្ឍនាការថា30ចុះក្រោមចុះអ
អញ្ចឹងគាត់ស្លក់ក្រុមភ្នែកហ្នឹងដោយសារតែគាត់គេងគ្រប់គ្រាន់ដោយសារតែគាត់មើលទៅទូរស័ព្ទគាត់កុំព្យូទ័រច្រើនគាត់អត់ញ៉ាំទឹកគាត់ឲ្យអីផ្សេងរួចដល់ពេលគាត់ចាប់ផ្ដើមមកមើលកញ្ចក់ឃើញខ្លួនឯងអត់ស្អាតពឹបគាត់នឹកឃើញថាភ្នែកហ្នឹងស្លក់នេះដូចចង់ចាក់អីពេញឲ្យពេញតិចអីអញ្ចឹងគាត់អាចនឹងនឹកឃើញសេវាមួយហ្នឹងគាត់អាចនឹងចង់ធ្វើសេវាមួយហ្នឹងហើយអាហ្នឹងខ្ញុំរាប់ថាมันគួរឡើយព្រោះគាត់នៅក្នុងវ័យហ្នឹងបញ្ហាជាក់ស្ដែងគាត់ជាអ្នកបង្កធ្វើឲ្យគាត់កើតអាហ្នឹងតើដែលខ្ញុំតែនិយាយពាក្យថាគ្រប់បញ្ហាស្បែករបស់អ្នកទាំងអស់គ្នាគឺកើតឡើងដោយសារតែទង្វើប្រចាំថ្ងៃរបស់យើងនេះឯងបើយើងមិនគេងផងយើងមើលទូរស័ព្ទយើង on screen skin care ក៏មិនលាបសួរថាវារកស្អាតឯណាបានហើយហេតុអីបានយើងត្រូវតែចាក់បំពេញក្រុមហ្នឹងមិនគួរទេវាអាចនឹងជួបរឿងមិនសប្បាយចិត្តច្រើនទៀតបើសិនជាយើងភ្លៀងភ្លាត់ទៅធ្វើរឿងដែលមិនគួរធ្វើដែល like សម្រាប់ខ្ញុំវិញពេលដែលខ្ញុំដឹងថាសេវាកម្មហ្នឹងគួរធ្វើឬមិនគួរធ្វើតើវាឲ្យផលអីខ្លះមកខ្ញុំក្នុងនាមជាគ្រូពេទ្យម្នាក់បើយើងដឹងថារឿងហ្នឹងគួរឬក៏មិនគួរហើយយើងជ្រើសរើសយកប្រាប់អតិថិជនយើងឬក៏ប្រជាជនយើងថាគាត់មិនគួរធ្វើទេវានឹងមានផលចេះមួយចេះពីរបើយើងនិយាយពីផលល្អមកខ្ញុំគឺខ្ញុំនឹងទទួលបានអ្វីមួយដែលខ្ញុំបានប្រាប់ការពិតទៅប្រជាជនខ្ញុំគឺជាម្នាក់ដែលអាចនឹងជួយចែករំលែកចំណេះដឹងដែលគាត់ជាប្រជាជនមិននៅក្នុងវិស័យនេះគាត់មិនអាចដឹងចារាប់ថាខ្ញុំជាអ្នកចែករំលែកចំណេះដឹងចឹងចោះចាសម្រាប់អ្នកគ្រូហេតុអីបានជាអ្នកគ្រូគិតថាការព្យាបាលស្បែកមុខនេះវាចាត់ទុកជាផ្នែកមួយនៅក្នុងការពង្រឹងគុណភាពនៃការរស់នៅរបស់គាត់យើងហៅថា quality of life អាហ្នឹងគឺសំខាន់ណាខ្ញុំចូលចិត្តលើកឧទាហរណ៍មានន័យថាបើសិនជាក្នុងករណីគាត់គឺជាមនុស្សម្នាក់ដែលស្ថិតនៅក្នុងវ័យមួយដែលកំពុងតែត្រូវពេញចេញទៅធ្វើការប្រកបមុខរបរជាច្រើនដើម្បីជាផ្នែកមួយនៃកោសិកាសង្គមជាផ្នែកមួយនៃសមាជិកគ្រួសារដែលជួយ support គ្រួសាររួចស្រាប់តែចៃដន្យនេះគាត់មានបញ្ហាមិនស្អាតទៅលើសម្រស់មុខរបស់គាត់ទាំងដែលគាត់កំពុងតែមានចំណេះដឹងពេញខ្លួនមានបទពិសោធន៍មានជំនាញប៉ាកែតែចៃដន្យអីគាត់ជាប់មុខជាប់ខ្លាំងដែលគាត់ពិបាកក្នុងការចេញទៅក្រៅរួចបើគាត់ចង់ចេញខ្លាំងគាត់ត្រូវ make up ចាអញ្ចឹងគាត់អាចនឹងជ្រើសរើសយកការមិនចេញទៅធ្វើការខាងក្រៅទេដោយសារតែគាត់ខ្មាស់គេមនុស្សយើងគឺខ្មាស់គេទាំងយើងទាំងគេមិនស្អាតគឺខ្មាស់គេហើយចាវាធ្លាក់ជំនឿចិត្តវាបាត់ confidence អញ្ចឹងឧទាហរណ៍ថាបើសិនជាគាត់ស្អាតគាត់ទៅធ្វើការនៅខាងក្រៅគាត់អាចនឹងជួបឱកាសការងារផ្សេងទៀតគាត់អាចនឹងជួបមនុស្សច្រើនទៀតដែលធ្វើឲ្យគាត់បាន improve quality of life របស់គាត់នឹងខ្ពស់ចាឥឡូវដូចអូនអញ្ចឹងអូនមានរូបរាងល្អមានដងខ្លួនសមមានកម្ពស់មានសក់អ្វីដែលយើងទទួលបានមកហ្នឹងគឺវាសមសួនដែលជារបស់យើងអញ្ចឹងអូនឯងចេញទៅខាងក្រៅ confident ទៅអត់យើងហ៊ានដើរពើងធូងបើគេឲ្យទំហំជួរក៏អូនហ៊ានឈរមុខដែរចាអញ្ចឹងតើអូនទទួលបានឱកាសច្រើនអត់បើសិនជាយើងជាមនុស្សម្នាក់ដែលឈរទំហំជួរខាងមុខហើយប្រៀបធៀបនឹងមនុស្សម្នាក់ទៀតសមត្ថភាពប៉ិនអូនដែររូបរាងកម្ពស់ដូចគ្នាដែរតែគាត់ជាប់មុខគាត់ទៅពាក់ម៉ាស់ហើយឈរក្រោយបើអូនឯងជាថ្នាក់លើអូនឯងរើសបុគ្គលិកឈរមុខឬរើសឈរក្រោយយើងច្បាស់ជាយកអ្នកឈរមុខហើយចាអញ្ចឹងឃើញអូនឯងបានឱកាសអត់ហើយអ្នកដែលគាត់ខូច quality of life បាត់សម្រស់ហ្នឹងគាត់ទៅឈរក្រោយឃើញគាត់បាត់ឱកាសអត់ចាអានេះហើយដែលខ្ញុំថាការដោះស្រាយបញ្ហាស្បែកមុខឲ្យត្រឹមត្រូវដោយមានជំនួយពីគ្រូពេទ្យហ្នឹងគឺជួយ improve quality of life របស់គាត់បានច្រើនមែនទែនចាអរគុណមែនតើគ្រូជាផ្នែកមួយទៀតដែរជាខ្ញុំខ្លួនឯងក៏ខ្ញុំបានដឹងរឿងមួយចំណែកទៀតដែរអ្នកខ្លះគាត់ថារូបរាងខាងក្រៅមិនសំខាន់ទេចាប៉ុន្តែមែនតើទៅរូបរាងខាងក្រៅហ្នឹងឯងជាកត្តាមួយនៅក្នុងការតាក់ទាញចំណាប់អារម្មណ៍ឲ្យបើកឱកាសឲ្យយើងនៅក្នុងការទទួលបានឱកាសផ្សេងៗជាច្រើនទៀតចាហ្នឹងគឺពិតមែនណាយើងតែងឮគេនិយាយអត់គេថាបើសិនមនុស្សពីរអ្នកស្រឡាញ់គ្នាគេថាបើអ្នកឯងស្រឡាញ់ខ្ញុំកុំខ្វល់ពីរូបសម្រស់ខ្ញុំចាស្រឡាញ់តែបេះដូងខ្ញុំទៅបានហើយអត់ទេអាហ្នឹងគឺកុហកហើយបើសម្រាប់ខ្ញុំរាប់តែកុហកព្រោះដល់វេយើងយកមនុស្សម្នាក់មកដើរក្បែរខ្លួនយើងត្រូវទៅរកម្នាក់ដែលសមរម្យដែរហើយមិនមែនថាទៅរើសទេពអប្សរមកនៅមួយមនុស្សលោកទេតែយើងចង់បានអ្វីដែលវាសង់តង់គ្នាវា symmetry វាដើរទៅវារៀងចង់អួតគេដែរមនុស្សយើងវាមានធម្មជាតិបែបហ្នឹងចាអញ្ចឹងបើអ្នកណាថាខ្ញុំអត់ស្រឡាញ់សម្រស់អ្នកឯងទេខ្ញុំស្រឡាញ់តែបេះដូងអ្នកឯងទេកំពុងតែកុហកហើយព្រោះការពិតគឺមនុស្សចង់ស្រឡាញ់អាសម្រស់អា first look ហ្នឹងគឺជាចំណុចមួយដែលយើងមានឱកាសទាញអ្នកដទៃឲ្យមកមើលអាបេះដូង pure heart របស់យើងចាបើយើងអត់ស្អាតផងគេមានពេលណាមកសង្កេតទៀតបើគេថាអូអកើតទេអត់បានសិក្សាទេដោយសារអីវាអត់សូវស៊ីនឹងអាសម្រស់អា first look ហ្នឹងវាអត់បានទាញគេឲ្យមកមើលអា pure heart ហ្នឹងទេចាអញ្ចឹងជួនកាលយើងគ្រាន់តែមានរូបរាងសមរម្យមិនមែនថាទៅ make up ស្អាតទេ
តែវាអាចបែរទៅជាទាញចំណាប់អារម្មណ៍របស់មនុស្សល្អផ្សេងទៀតដែលអាចនឹងត្រៀមចូលក្នុងជីវិតយើងគេចង់សិក្សាពីយើងដែរថាម្នាក់ហ្នឹងចេះ dress up សមសួនទឹកមុខសក់ស្បែកអីវាមើលទៅអាចគួរឲ្យយើងចង់នៅក្បែរចៃដន្យគេនៅក្បែរយើងយូរគេសិក្សាស្វែងយល់ពីយើងគេជាម្នាក់ដែលស្រឡាញ់យើងឬក៏ជាមនុស្សដែលជាដៃគូល្អរបស់យើងក៏តាមរយៈសម្រស់ខាងក្រៅហ្នឹងដែរអញ្ចឹងមកខ្ញុំថា improve quality of life គឺត្រូវជ្រើសរើសវិធីដោះស្រាយឲ្យត្រូវដូចគ្នាចុះសម្រាប់នៅក្នុងករណីរបស់អ្នកគ្រូវិញប្រហែលឆ្នាំកន្លងមកនេះដែលមានករណីដែលអ្នកគ្រូចាំបាច់ត្រូវការអត់ទទួលនៅក្នុងការព្យាបាលដើម្បីដោយសារតែអ្នកគ្រូមើលឃើញថាបើសិនជាធ្វើទៅអាចប៉ះពាល់ទៅដល់គុណភាពនៃជីវិតរបស់គាត់ដែលមានករណីហ្នឹងអត់មានច្រើនភាគច្រើនបទពិសោធន៍របស់ខ្ញុំគឺចំពោះបងប្អូនក្មេងៗចាមូលហេតុគឺខ្ញុំលើកឧទាហរណ៍ខេសមួយគាត់ក្មេងប្រុសគាត់មានអាយុ26ឆ្នាំថា26ឆ្នាំចុះខ្ញុំភ្លេចដែរតែល្បាក់ហ្នឹងគាត់គឺជាមនុស្សម្នាក់ដែលធ្វើការរកខ្លួនឯងដើម្បីចិញ្ចឹមជីវិតខ្លួនឯងអាចនិយាយថាក្មេងៗឥឡូវគឺគេរៀនបណ្ដើគេ independent គេចេញមករកគេរៀនផងគេរកប្រាក់ចំណូលដើម្បី support ខ្លួនឯងផងហើយចៃដន្យអីមានបញ្ហាខ្មោចនៅលើមុខអញ្ចឹងសួរថាខ្ញុំចាំបាច់ត្រូវទៅដោះស្រាយខ្មោចឲ្យគាត់អត់ខេសនេះគឺខ្ញុំជ្រើសរើសមិនព្យាបាលដើម្បីកាត់បន្ថយមិនឲ្យអា quality of life របស់គាត់ធ្លាក់ចុះដល់ពេលហើយមានសំណួរសួរទៀតទៅអត់ឃើញដោះស្រាយគ្នាទៅឲ្យគ្នាស្អាតដើម្បីគ្នា improve quality of life ហីចាវាមានវងកញ្ចក់នៅក្នុងនឹងបន្តិចចុះបើគាត់កំពុងតាហ៊ានផងចំណាយមួយគាត់រកលុយខ្លួនឯងមក support ខ្លួនឯងគាត់ចំណាយដោយខ្លួនឯងចាហើយមកព្យាបាលមកគាត់មិនត្រូវចំណាយមួយទៀតហើយគាត់ជាម្នាក់ដែលគាត់ត្រូវពលឺថ្ងៃជាប្រចាំគាត់ជិះម៉ូតូទៅធ្វើការជិះម៉ូតូទៅរៀនអញ្ចឹងតើគាត់គួរតែយកលុយមកដុំមកចំណាយនៅលើមុខគាត់ទេនៅក្នុងគ្រាហ្នឹងចុះបើគាត់ចង់កន្លែងតែចង់ស្អាតយើងកន្លែងចង់ឲ្យ improve quality of life ចុះអាបាត់ចិត្តដែលត្រូវកាត់កម្មច្រើនក្នុងមួយខែធ្វើឲ្យគាត់កើតពិបាកចិត្តអត់ធ្វើឲ្យគាត់មានអារម្មណ៍ថាខែនេះអញត្រូវអត់ហូបអានេះអត់ហូបអានោះដើម្បីយកលុយមកចាក់វីតាមីនមុខដើម្បីយកលុយមកព្យាបាលមុខខែនេះអញត្រូវសេវអានេះសេវអានោះដើម្បីមកដោះស្រាយលើមុខវាអាចភ្លេចខ្លួនយើងអាចនាំគាត់ទៅមានបញ្ហាផ្លូវចិត្តនៅកំឡុងពេលហ្នឹងគាត់អាចធ្លាក់ចូលក្នុងអាហ្នឹងដោយមិនដឹងខ្លួនពីមានការចូលរួមពីយើងចាចុះធម្មតាយើងមានបាត់ចិត្តមួយយើងធ្លាប់តែវាវិលទៅវិលមកនៅក្នុងផ្លូវនឹងស្រួលតែយើងថែមចំណាយថ្មីមួយយើងគិតអីត្រូវអត់ហើយការចំណាយនៅលើសម្រស់នេះសម្រាប់ខ្ញុំគឺមិនមែនជាការចំណាយដែលបន្តិចបន្តួចទៅឆ្លៀតទៅឯណូមិនមែនជាការឆ្លៀតទេណាសម្រស់សម្រាប់ខ្ញុំគឺមិនមែនជាការឆ្លៀតបន្តិចទៅណូគឺជាពាក្យមួយដែលខ្ញុំតែងនិយាយថា ready មានន័យថារួចរាល់ហើយយើងគឺរួចរាល់ហើយសង្គមគ្រួសារយើងគឺរួចរាល់ហើយ everything របស់យើងគឺរួចរាល់ហើយមានលុយកាក់សម្រាប់ការព្យាបាលយើងនិយាយឲ្យសួរស្ដាប់មានន័យថាគាត់គឺជាមនុស្សអ្នកដែលមានលុយក្នុងការព្យាបាលហើយអាសម្រស់នេះវានៅលេខរៀងទីច្រើនដែរវាមិនមែនថាមកមុនគេទេសុខភាពទៅមកមុនចាអញ្ចឹងនៅពេលដែលគាត់មានសុខភាពល្អហើយសង្គមគ្រួសារគាត់ល្អហើយគាត់មានលុយកាក់មួយចំនួនក្នុងការប្រើប្រាស់បំរុងលើកូនចៅគ្រួសារគាត់ហើយគាត់រៀងមានអារម្មណ៍ថារៀងចាន់តិចអូខេគាត់អាចមានបាត់ចិត្តក្នុងការយកមកថែសម្រស់គាត់ចាអាហ្នឹងមិនគាត់ក៏សុបាយចិត្តខ្ញុំក៏សុបាយចិត្តដែរចា quality of life គឺវា improve តាមរយៈនេះឯងចាយើងអាចនឹងពេលខ្លះយើងភ្លេចគិតឆក់ល្វែងបន្តិចច្រឡំទាញប្រជាជនយើងឬក៏ទាញអតិថិជនយើងឲ្យមកធ្លាក់ចូលក្នុងវិបត្តិបន្តិចបន្តួចដោយសារតែយើងចង់ improve quality of life របស់គាត់ដែរអញ្ចឹងចំណុចនេះខ្ញុំគិតច្រើនហើយផ្ទុយទៅវិញនៅពេលដែលយើងប្រាប់គាត់ថាអូខេអូនឯងនៅក្មេងអានឹងត្រូវការចាយច្រើនបាត់ចិត្តច្រើនពេលវេលាយូរអញ្ចឹងឲ្យគាត់ទៅផ្ទះហ៎ចាប់តែប៉ុណ្្នឹងមែនទេនៅពេលដែលគាត់បានមកជួបប្រឹក្សាគឺគាត់ទទួលបានចំណេះដឹងជាច្រើនខ្ញុំតែងតែប្រាប់គាត់ថាអូខេអូនអញ្ចឹងបញ្ហាអូនឥឡូវនេះបងអត់ចង់ដោះស្រាយទេវាចំណាយពេលអូនវាចំណាយថវិកាអូនអញ្ចឹងបងឲ្យតិចនិចថែអាសាខ្លួនទៅអូនជាច្រើនឧទាហរណ៍អូនឯងព្យាយាមលាបឡេការពារកម្ដៅថ្ងៃឬអូនឯងអាចនឹងរក active ingredient មួយចំនួនដែលវាមានតម្លៃសមរម្យវាត្រូវមួយស្ថានភាពស្បែកអូនប្រើវាទៅវាអាចជំនួយបានខ្លះវាអាចគ្រប់គ្រងបានខ្លះនិងអាចការពារមិនឲ្យបញ្ហាហ្នឹងកាន់តែវិវត្តទៅមុខអាក្រក់ថែមទៀត
អញ្ចឹងនេះហើយគឺជាខ្លឹមនៃការដែលគាត់មកប្រឹក្សាហើយគឺជាអ្វីដែលខ្ញុំចូលចិត្តផ្ដល់ឲ្យមែនតើជាពិសេសគឺក្មេងៗដែលគាត់ជាយុវវ័យមិនមែនមានន័យថាអូអញ្ចឹងគាត់អត់មានបាត់ចិត្តក្នុងការចំណាយគាត់មិនអាចមករកការប្រឹក្សាបានមែនអត់ទេយើងគឺចូលចិត្តក្នុងការប្រឹក្សាយើងចង់ចែកម្លែកចំណេះហ្នឹងឲ្យគាត់បានយល់ហើយអ្វីមួយទៀតហ្នឹងគឺអត់បានព្យាបាលក៏មិនមែនមានន័យថាទុកមុខចោលដែរមានវិធីការពារនិងទប់ស្កាត់កុំឲ្យវាកាន់តែអាក្រក់ទៀតចាអានេះគឺជាអ្វីដែលគាត់នឹងទទួលបានក្រោយការមកប្រឹក្សាចានេះជាអ្វីដែលល្អមែនតើមួយផ្នែកទៀតសម្រាប់អ្នកដែលគាត់ចង់មកប្រឹក្សាព្រោះអានេះភ្ជាប់ទៅសំណួរពីដើមយើងវិញដែលយើងថាមកទទួលការប្រឹក្សាគឺត្រូវតែចាយលុយមែនប៉ុន្តែបន្ទាប់ពីស្ដាប់អ្នកគ្រូទៅបានន័យថាយើងមកប្រឹក្សាគឺស្មើនឹងយើងមកក្រេបយកចំណេះដឹងពីអ្នកគ្រូពីការប្រឹក្សាហ្នឹងហើយមែនតើវាជាទុនសម្រាប់យើងនៅពេលដែលយើងបានចំណេះដឹងទាំងអស់ហ្នឹងហើយថ្ងៃក្រោយសឹងថាយើងមានដំណោះស្រាយដល់ខ្លួនឯងព្រោះយើងបានប្រឹក្សាជាមួយគ្រូពេទ្យជំនាញត្រឹមត្រូវអញ្ចឹងប្រើប្រាស់វិធីសាស្ត្រដែលអ្នកគ្រូឲ្យកំឡុងពេលប្រឹក្សាហ្នឹងទៅមើលខ្លួនឯងតែម្ដងអញ្ចឹងចំណេញលុយទៀតចំណេញចាប៉ុន្តែអ្នកគ្រូបើក្នុងនាមខ្ញុំជាអតិថិជនណាខ្ញុំមកទទួលសេវាកម្មណាប្រហែលជាគេគិតដូចខ្ញុំដែរថាឥឡូវខ្ញុំមានលុយមកកញ្ចប់ហ្នឹងសម្រាប់ទិញសេវាកម្មប៉ុណ្ណឹងហើយយើងនិយាយសួរស្រាប់ថាយើងមានលុយទៅទិញគេហើយគេអត់ចង់លក់ឲ្យយើងទៀតអញ្ចឹងក្នុងករណីហ្នឹងអ្នកគ្រូជ្រើសរើសការបញ្យល់ទៅគាត់យ៉ាងម៉េចដើម្បីឲ្យគាត់យល់ពីចេតនារបស់អ្នកគ្រូថាចាហេតុអីបានយើងអត់ទាន់ចង់ព្យាបាលគាត់ក្នុងពេលឥឡូវហ្នឹងនៅតែឈរលើការពិតដដែលចាប្រាប់គាត់ថាបើខ្ញុំហ្មងនៅក្នុង consent form ឯកសារ consent form របស់ខ្ញុំគឺខ្ញុំមានសួរច្រើនសំណួរមានតាំងពីតាក់ទងការរស់នៅប្រវត្តិព្យាបាលប្រវត្តិជំងឺបញ្ហាគ្រួសារជំងឺតំណពូជជំងឺរាងកាយជំងឺគេហៅប្រព័ន្ធភាពស៊ាំខ្លួនឯងជំងឺដែលកើតមកពីមជ្ឈដ្ឋានជុំវិញខ្ញុំសួរទាំងអស់ចាអញ្ចឹងខ្ញុំជ្រើសរើសយកសួរសំណួរទាំងអស់ហ្នឹងហើយពេលដែលគាត់បំពេញហើយខ្ញុំអង្គុយមើលกระดาษហ្នឹងចំណុចទាំងអស់ហ្នឹងគឺសិតតែជាកលឹះដែលខ្ញុំអាចសម្រេចចិត្តថាគាត់ជាអតិថិជនខ្ញុំឬក៏នៅហើយពេលដែលយើងនិយាយប្រាប់គាត់ការពិតថាអូនក្រោយពីបងសួរសំណួរអូនក្រោយពីយើងជជែកគ្នាបងគិតថាបញ្ហាអូនគឺវាពិតជាបញ្ហាមែនវាពិតជា skin concern មែនប៉ុន្តែស្ថានភាពអូនជាក់ស្ដែងបងយល់ថាដូចជាមិនទាន់គួរតែព្យាបាលវាទេពួកអីអូនឯងនៅរៀនបាត់ចិត្តនៅក្នុងការចំណាយហ្នឹងវាធំបែបនេះវាចាយពេលច្រើនបែបនេះអូនឯងអាចនឹងចាយលុយមកកញ្ចប់ហ្នឹងហើយវាអាចនឹងមិនទាន់រួចរាល់ទេវាមិនទាន់សុបាយចិត្តទេអញ្ចឹងលុយមកកញ្ចប់ហ្នឹងអូនឯងគួរតែទុកយកវាទៅរៀនចំណេះជំនាញបន្ថែមដើម្បីអូនឯងអាចបរិយាចំណេះដឹងបានថ្ងៃក្រោយអូនឯងមានប្រាក់ខែច្រើនជាងហ្នឹងប៉ុន្តែយើងមិនរើសយកនិយាយត្រង់អញ្ចឹងពេកទេយើងមានវិធីក្នុងការនិយាយមិនសោកឲ្យផ្លូវចិត្តគាត់យល់ថាយើងមានចេតនាជួយ save គាត់សិនចាំតិចទៀតចាំគាត់ ready គាត់អាចត្រឡប់មករកយើងវិញបានចាហើយខ្ញុំទទួលបានពីអរគុណច្រើនពីអតិថិជនពិតដែលគាត់ទៅហើយគាត់មកជួបហើយយើងប្រាប់គាត់ចឹងហើយគាត់ផ្ញើសារមកអរគុណយើងវិញថាបើសិនជាខ្ញុំមិនជួបអ្នកគ្រូទេខ្ញុំច្បាស់ជាត្រូវយកលុយមកដុំហ្នឹងទៅចាយទិញអានេះទិញអានោះហើយអាហ្នឹងគឺជាអ្វីដែលខ្ញុំជួបផ្ទាល់ដែរចាពីខ្ញុំទៅក្នុងនាមជាអតិថិជនក៏ខ្ញុំគិតថាវាជាចំណុចល្អមួយដែរព្រោះពីអតិថិជនមកវិញពេលខ្លះរឿងបញ្ហាលុយកាក់ហ្នឹងវាជារឿងធំមួយហើយទទួលស្គាល់មែនរឿង skin care រឿងការព្យាបាលអីនេះវាចាត្រូវការចាយច្រើនបាច់និយាយដល់ការព្យាបាលនិយាយត្រឹមតែការទិញ skin care ហ្មងប្រចាំខែក៏យើងចាយអស់ច្រើនបាត់ហើយស្រេចទៅហើយនៅមានរឿងមួយទៀតដែលខ្ញុំចង់ចែកម្លែកចាឧទាហរណ៍ថាគាត់ឡើងចង់ស្អាតពេកចៃដន្យអីគាត់ជ្រើសរើសយកការទៅធ្វើសេវាឬទៅទទួលសេវាហ្នឹងនៅកន្លែងដែលมันមានការប្រឹក្សាច្បាស់លាស់គេអត់បានខ្វល់ថាអូនឯងគួរចាយអត់ទេលុយហ្នឹងគេអត់បានជួយគិតទេ The way to selling service ហើយនិង the way to ប្រឹក្សាយោបល់ឲ្យចំណេះដឹងគឺខុសគ្នាចាបើសិនជាគេចង់លក់សេវាកម្មនឹងចៃដន្យណាយើងកំពុងតែមានចិត្តក្តៅអន្ទះសារចង់ទិញសេវានឹងខ្លាំងណាឃើញគេធ្វើស្អាតគ្រប់គ្នាអញដូចពងចង់ស្អាតដែរតើវឹបអាហ្នឹងខ្ញុំរាប់ថាយើងគឺជាមនុស្សម្នាក់ដែលស្ថិតនៅក្នុងចំណុចមួយដែលងាយនឹងធ្លាក់ក្នុងការគេហៅអីណោះអូសទាញចាធ្លាក់ក្នុងការអូសទាញបើសិនជាគេអូសទាញយើងឲ្យត្រូវមួយផ្លូវចិត្តយើងជាមនុស្សដូចមានមនុស្សពងមានវិបត្តិចឹងគេមកលួងឆាប់ត្រូវចំចំណុចឆាប់ជឿគេហ្មងអូគេស្រឡាញ់អញទេតានេះគេយល់ចិត្តឯងទេតានេះចាអញ្ចឹងពេលដែលយើងធ្លាក់ក្នុងការអូសទាញស្រាប់តែចៃដន្យអីយើងទៅធ្វើរឿងហ្នឹងដែលមិនគួរធ្វើសោះរួចធ្វើទៅវាសំណាងអត់ល្អទៀតខុសយើងមានលុយ another budget ដើម្បីកែវិញហ៎អាហ្នឹងគឺយើងទៅត្រូវគិតចាយើងថាខ្ញុំមាន$200ក្នុងការចាក់វីតាមីនមុខហើយគេ guarantee ថា$200ហ្នឹងចាក់ឲ្យស្អាតហើយចា
ខ្ញុំមិនចង់ឲ្យអ្នកទាំងអស់គ្នាជួបរឿងមិនល្អទេតែខ្ញុំឧទាហរណ៍ចុះបើចាក់ឲ្យអត់ស្អាតរួចវាស្រាប់តែមានបញ្ហាច្រើនចេញមកណាក្នុង$200ហ្នឹងប៉ុន្តែយើងដឹងខ្លួនឯងថាយើងអត់សូវមានអាណាដើបាត់ចិត្តទេ យើងមានតែប៉ុណ្្នឹងសម្រាប់ការព្យាបាល យើងដាច់ខាតត្រូវទៅរកលុយផ្សេងទៀតដើម្បីមកដោះស្រាយអាបញ្ហាដែលមានកើតនៅលើមុខបាត់ហើយហ្នឹងយើងអត់ដោះស្រាយវាមិនកើត ចា រឿងហ្នឹងក៏ខ្ញុំជឿថាអ្នកប្រជាជនយើងក៏ជួបច្រើនដែរតែมันអាចយកមកនិយាយជាសាធារណៈបានទេมันអាចថ្លែងទុកនេះប្រាប់អ្នកជុំវិញខ្លួនបានទេវាជាចំណុចខ្សោយរបស់ខ្លួនឯងអញ្ចឹងខ្ញុំនៅនិយាយដដែលជ្រើសរើសយកការប្រឹក្សាយោបល់កុំផ្ទះសារកុំតាមគ្នាកុំចេះតែចង់ ចា ព្រោះការចង់របស់យើងអាចនាំយើងទៅខាត ព្រោះអញ្ចឹងអាចសង្ខេបបានថាខ្ញុំអាចថែមមកចំណុចទៀតចុះមិញយើងនិយាយអំពីចំណេះដឹងនិយាយអំពីបច្ចេកទេសនិយាយពីបទពិសោធន៍របស់គ្រូពេទ្យដែលវាមានសារៈសំខាន់ស្មើគ្នាដែរអ្នកគ្រូលើកឡើងមកមិញប៉ុន្តែបន្ទាប់ពីការជជែកនេះទៅខ្ញុំគិតថារឿងមួយទៀតដែលសំខាន់ដែរគឺសិលធម៌ជាជីវៈ ចា ព្រោះអ្វីដែលយើងជជែកគ្នាមិញដូចការផ្ដល់សេវាកម្មទៅឲ្យអតិថិជនមិនមែនគាត់មានលុយគាត់ដឹងតែមកទិញយើងបានទេយើងក៏ត្រូវការប្រើប្រាស់សិលធម៌ជាជីវៈនៅក្នុងការបែងចែកដូចគ្នាថាកញ្ចប់លុយគាត់ប៉ុណ្ណឹងស្ថានភាពនៃការរស់នៅគាត់ប៉ុណ្ណឹងស័ក្តិសមនឹងការទទួលសេវាកម្មអត់ មួយវិញទៀតខ្ញុំបន្ថែមដែរមានន័យថាចេះអូនធ្លាប់លឺហ៎ខ្ញុំជឿថាអូនក៏ធ្លាប់មានកណិតនឹងដែរខ្ញុំមានលុយក្នុងការចាយទៅរកសេវាស្អាត ចា ខ្ញុំត្រូវការជ្រើសរើសរកមើលគ្រូពេទ្យណាដែលគិតថាអាចជួយឲ្យខ្ញុំស្អាតបានត្រូវអត់ ចា ចុះអូនមានធ្លាប់គិតទេថាតើខ្ញុំជាគ្រូពេទ្យធ្លាប់ចង់ select patient ខ្លួនឯងអត់ធ្លាប់មានសំណួរហ្នឹង select អតិថិជនវិញ យ៉ាអូនធ្លាប់គិតថាគ្រូពេទ្យអាចមានអាហ្នឹងអត់ អាចគិតបន្តិចដែរប៉ុន្តែពីខ្ញុំទៅវិញណានិយាយស្មោះត្រង់មកខ្ញុំគិតថាគេរើសដែរប៉ុន្តែក្នុងកម្រិតមួយដែលថាមិនមែនរើសចម្រាញ់យកពេកទេព្រោះមែនតើទៅគោលដៅប្រហែលជាគាត់គ្រាន់តែចង់ make profit ទេអញ្ចឹងប្រហែលជាគាត់មិនរើសច្រើនពេកទេប៉ុន្តែអ្នកគ្រូយល់យ៉ាងម៉េចដែរ សម្រាប់ខ្ញុំក៏ជ្រើសរើសអតិថិជនដូចគ្នាដែរមូលហេតុដែលខ្ញុំជ្រើសរើសគឺឆ្លងកាត់អាការយើងទៅចែកគ្នាមកនោះអូនឯងចង់មកឲ្យខ្ញុំជួយអូនឯងទៀមទាស្អាតពីខ្ញុំទៅ ចា ខ្ញុំដែលជាគ្រូពេទ្យធ្វើឲ្យអូនស្អាតនេះក៏ទៀមទាចង់ឲ្យអូនស្អាតដែរអញ្ចឹងមានន័យថាបើសិនជាខ្ញុំរើសអូនអត់ត្រូវទេអូនជាមនុស្សម្នាក់ដែលចង់បានតែស្អាតពីខ្ញុំមិនជួយខ្ញុំដើម្បីឲ្យខ្ញុំជួយអូនឲ្យស្អាតដែរផងតើយើងជា client and doctor អត់អញ្ចឹងឲ្យស្រួលស្ដាប់មានន័យថាចេះមិនមែនតែអ្នកជំងឺដែលមានបញ្ហាដែលចង់ឲ្យខ្លួនឯងស្អាតគ្រូពេទ្យដែលកំពុងតែធ្វើនេះក៏ចង់ឲ្យគាត់រត់ទៅស្អាតលើសខ្លួនឯងទៀតអញ្ចឹងទៅខ្ញុំត្រូវ select patient ដែលគាត់អាចគោរពគោលការណ៍ឬក៏ធ្វើតាមឬក៏រួចរាល់នៅអ្វីដែលខ្ញុំដាក់ឲ្យអញ្ចឹងខ្ញុំក៏រើសគាត់បានល្អគាត់ក៏រើសខ្ញុំបានល្អតាំងពីអ្នកធ្វើការសប្បាយចិត្តទាំងអស់គ្នាលទ្ធផលបានដូចគ្នា ចាអញ្ចឹងមកន័យថាវាបែបជាការបំពេញឲ្យគ្នាទៅវិញទៅមកយើងខំជួយគាត់ខ្លួនឯងក៏ត្រូវសហការជាមួយយើងឲ្យខំជួយខ្លួនឯងគោរពទៅតាមអ្វីដែលលក្ខខណ្ឌអ្វីដែលយើងដាក់ឲ្យទៅដូចគាត់ត្រូវការ take care ខ្លួនឯងគេខ្លះនៅផ្ទះព្រោះយើងមែនតើយើងជួយបាននៅតែ clinic ទេស្ដាប់ការបកស្រាយរបស់អ្នកគ្រូទៅអញ្ចឹងបានន័យថាគ្រូពេទ្យដើរតួនាទីដូចជាមនុស្សម្នាក់ដែលត្រូវស្ដាប់យល់ពីស្ថានភាពរបស់អតិថិជនហើយដូចចេះផ្សំគ្រឿងសម្រាប់ធ្វើម្ហូបហ្នឹងដើម្បីឲ្យមានឲ្យជ្រោះឆ្ងាញ់អញ្ចឹង ចាប៉ិតអីគឺគ្រូពេទ្យយើងប្រើប្រាស់ចំណេះដឹងដែលយើងបានរៀនកន្លងមកហ្នឹងយើងយកវាមកធ្វើតិចនិចធ្វើការងារប្រចាំថ្ងៃឬក៏ធ្វើអា mission ដែលយើងកំពុងតែធ្វើហ្នឹងដែលជាចុងក្រោយយើងទទួលបានរបស់ពិសេសមួយគឺបទពិសោធន៍ចេញមកពីចំណេះដឹង ចា ហើយនេះគឺជាសិល្បៈមួយដែលខ្ញុំជឿថាមិនមែនតតែអ្នកសិល្បករបានត្រូវការចេះសិល្បៈឯងគ្រូពេទ្យក៏គាត់ត្រូវមានសិល្បៈក្នុងការបត់បែនច្នៃប្រឌិតសេវាកម្មអ្នក design ក៏គាត់ត្រូវមានសិល្បៈក្នុងការច្នៃប្រឌិតរបស់គាត់សិតតែត្រូវការសិល្បៈទាំងអស់ហើយបើសម្រាប់ខ្ញុំមួយវិញទៀតខ្ញុំគិតថាគ្រូពេទ្យផ្នែកវិទ្យាសាស្ត្រត្រូវការជំនួយបញ្ចប់ជាច្រើនដើម្បីឲ្យអាសិល្បៈក្នុងការច្នៃហ្នឹងកាន់តែមានរសជាតិល្អឧទាហរណ៍ដូចជាយើងមាន ingredient ដែលល្អយកមកប្រើយើងមាន medical device ដែលពិសេសដែលជា technique ចុងក្រោយឬក៏ជាបច្ចេកវិទ្យាទំនើបយកមកជំនួយក្នុងការដោះស្រាយហើយទាំងអស់ហ្នឹងគឺខ្ញុំរាប់ថាគឺជាគ្រឿងផ្សំក្នុងការដែលខ្ញុំយកមកធ្វើម្ហូបមួយមុខឲ្យម្ហូបហ្នឹងមានរសជាតិឆ្ងាញ់ ចា มันសំខាន់ថាតើម៉ាស៊ីននោះវាមកពីប្រទេសណាมันសំខាន់ថាតើវីតាមីននោះវាល្បីខ្លាំងកម្រិតណាបើសិនជាខ្ញុំអត់ចេះផ្សំគ្រឿងបើសិនជាខ្ញុំមិនចេះច្នៃអារបស់គេល្អឥតខ្ចោះហ្នឹងក៏ខ្ញុំអាចនឹងធ្វើឲ្យវាអត់ឆ្ងាញ់ដែរអញ្ចឹងមិនមែនមានន័យថាមានម៉ាស៊ីននឹងហើយមានវីតាមីននឹងហើយដឹងតែគ្រប់គ្នា
អាចមកទទួលលទ្ធផលឬក៏មកហូបហ្នឹងដឹងឲ្យផ្សំទៅវាឆ្ងាញ់ឯងវាត្រូវការឲ្យចុងភៅចេះផ្សំដែរមានរបស់ល្អហើយយើងចេះផ្សំទៀតបានវាកើតទៅជាឆ្ងាញ់បានចាអញ្ចឹងដោយឡែកបើសិនជាយើងអត់បានចេះពីអាសិល្បៈហ្នឹងឯងយើងចេះតែប្រឹងប្របុកដាក់គ្រឿងនេះគ្រឿងនោះឲ្យច្រើនមុខក្នុងពេលតែមួយហ្នឹងដែលចិត្តយើងចេតនាយើងចង់ឲ្យម្ហូបហ្នឹងឆ្ងាញ់សាឡនហ្នឹងឆ្ងាញ់តែច្បាស់ជាធ្លាប់លឺត្រូវពេលខ្លះយើងដាក់ច្រើនពេកទៅវាធ្វើឲ្យអាហ្នឹងវាអត់ឆ្ងាញ់ទៅវិញមានន័យថាអានេះគេហៅថាបើនិយាយពីវិស័យសម្រស់គេហៅ over treatment នៅពេលដែលយើងចង់បង្ខំលទ្ធផលមួយឲ្យវាខ្ពស់ខ្លាំងពេកឲ្យវាលឿនខ្លាំងពេកដោយចេះតែដាក់នេះដាក់នោះចូលដែលมันមើលពីស្ថានភាពជាក់ស្ដែងมันបានសិក្សាស្វែងយល់អំពីស្ថានភាពស្បែករបស់អតិជនយើងក៏យើងអាចនឹងធ្វើ over treatment ឲ្យគាត់ដោយមិនដឹងខ្លួនដែរពេលខ្លះហើយអា over treatment ហ្នឹងវាមិនមែនជាចំណុចល្អទេមួយវិញទៀតបើសិនជាយើងខ្លាចពេកអត់មានចំណេះជំនាញអត់មានបទពិសោធន៍យើងមានគ្រឿងផ្សំមួយកណោតែយើងអត់ហ៊ានដាក់វាចូលទេអាហ្នឹងវាទៅជាខ្វះវិញណាវាអាចនឹងឲ្យលទ្ធផលយឺតពេកឬក៏តាំងយើងតាំងអតិថិជនមិនពេញចិត្តអញ្ចឹងមិនថាច្រើនពេកមិនថាតិចពេកទេវាសុទ្ធតែជាចំណុចដែលមិនគួរនិងមិនល្អឡើយសម្រាប់ការធ្វើតិចនិចទាំងអស់ហ្នឹងហើយដើម្បីកុំឲ្យច្រើនពេកឬក៏កុំឲ្យតិចពេកវានៅតែសំខាន់នៅលើវិជ្ជបណ្ឌិតដដែលថាគាត់មានសិល្បៈមានចំណេះជំនាញមានតិចនិចនិងមានបទពិសោធន៍កម្រិតណាក្នុងការច្នៃឲ្យសាឡនមួយចានហ្នឹងឆ្ងាញ់ហើយកុំឲ្យវាពេកចាស្ដាប់ទៅក៏ជារឿងមួយដែលពិបាកដែរសម្រាប់វិជ្ជបណ្ឌិតដែលធ្វើការនៅក្នុងវិស័យនេះដោយសារយើងត្រូវថ្លឹងថ្លែងរហូតកុំឲ្យវាជ្រុលខ្លាំងពេកហើយកុំឲ្យវានៅខាងក្រោមពេកមានន័យថានៅសល់នៅក្នុងកម្រិតណាមួយដែលអាចសមស្របទៅតាមលក្ខខណ្ឌឬក៏ស្ថានភាពជាក់ស្ដែងរបស់អតិថិជនដែលយើងកំពុងតែព្យាបាលចាប្រិយមិត្តអរគុណមែនទែនសម្រាប់ការតាមដានទស្សនារហូតមកដល់នាទីនេះដែលឡែកខណៈពេលនេះតែម្ដងកម្មវិធីរបស់យើងក៏បានឈានមកដល់ទីបញ្ចប់ហើយសង្ឃឹមថាការជជែកគ្នានៅពេលនេះបានចែករំលែកជាបទពិសោធន៍ជាចំណេះដឹងច្រើនមែនទែនទៅកាន់ប្រិយមិត្តពួកយើងគិតថានេះគឺជារឿងមួយដ៏កម្រនៅក្នុងការដែលធ្វើកម្មវិធីឡើងនៅក្នុងការចែករំលែករឿងជាច្រើនតាក់ទងជាមួយនឹងនៅពីក្រោយឆាកនៃវិស័យថែរក្សាសម្រស់នេះហើយមុននឹងបញ្ចប់នេះខ្ញុំមានសំណួរមួយដែរចង់សួរទៅកាន់ប្រិយមិត្តទាំងអស់គ្នាប្រសិនបើសម្រស់អ្នកទាំងអស់គ្នាចាត់ទុកថាជាផ្ទះមួយតើអ្នកទាំងអស់គ្នានឹងជ្រើសរើសឲ្យអ្នកណាគេជាអ្នករចនាឬមួយក៏ decor ផ្ទះរបស់អ្នកទាំងអស់គ្នាប៉ុន្តែយ៉ាងណាមិញបន្ទាប់ពីកិច្ចសន្ទនានៅក្នុងកម្មវិធីនៅថ្ងៃនេះទៅយើងក៏អាចនឹងមានភាគផ្សេងៗទៀតដែលយើងនឹងបន្តជជែកទៅលើរឿងថែរក្សាសម្រស់នេះទៅលើប្រធានបទផ្សេងៗគ្នាទៀតចាអញ្ចឹងយើងសង្ឃឹមថានឹងជួបគ្នានៅក្នុងវគ្គក្រោយទៀតចាគណៈពេលនេះសូមអរគុណសូមគោរពលា